សេចក្តីអត្ថាធិប្បាយនៅក្នុងសង្គមខ្មែរយើងគេនិយមឲ្យតម្លៃទៅលើស្ត្រីនិងព្រះសង្ឃដោយហេតុថាប្រទេសខ្មែរគោរពមាតាធិបតេយ្យនិងប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋសាសនាយើងអាចរុងរឿងទៅបានដោយសារព្រះសង្ឃរីឯគ្រួសាររុងរឿងទៅបានក៏ដោយសារស្ត្រីហេតុយ៉ាងនេះហើយទើបមានសុភាសិតមួយពោលថាសង្ឃផ្គង់វិន័យស្រីផ្គង់មារយាទតើសុភាសិតខាងលើនេះបានបង្កប់នូវអត្ថន័យយ៉ាងដូចម្តេចខ្លះដើម្បីជាជំនួយក្នុងការស្រាយបំភ្លឺសុភាសិតខាងលើឲ្យបានក្បោះក្បាយជាបឋមយើងគួរកបីស្វែងយល់ន័យនៃពាក្យគន្លឹះជាមុនសិនពាក្យផ្គង់មានន័យថាទំនុកបំរុងរៀបចំរៀបបំរុងអ្វីមួយឲ្យប្រសើររីឯពាក្យវិន័យជាច្បាប់គ្រឹតក្រមរបស់ព្រះសង្ឃក្នុងការសង្រួមកាយវាចាចិត្តឲ្យធ្វើល្អចំណែកពាក្យមារយាទសំដៅដល់របៀបបែបបទឫពាចរិយាសណ្ដាប់ធ្នាប់ជាដើមដូច្នេះន័យរួមប្រធានខាងលើមានន័យថាព្រះសង្ឃត្រូវតែគោរពវិន័យក្បួនច្បាប់របស់ខ្លួនឲ្យខ្ជាប់ខ្ជួនដើម្បីឲ្យសាសនារីចម្រើនរីឯមនុស្សស្រីវិញនោះត្រូវតែមានឫពាសណ្ដាប់ធ្នាប់ចរិយាល្អប្រពៃដើម្បីរក្សាតម្លៃស្ត្រីធ្វើឲ្យសង្គមជាតិនិងគ្រួសារមានសុភមង្គលជាការពិតណាស់មនុស្សយើងត្រូវតែចេះគោរពប្រតិបត្តិក្បួនច្បាប់វិន័យរក្សាបែបបទនៃការរស់នៅរៀងៗខ្លួនវាពិតជាសំខាន់ណាស់ព្រោះវាបានធ្វើឲ្យយើងមានតម្លៃពេញលេញដែលអាចឲ្យសង្គមទទួលស្គាល់អ្នករស់នៅជុំវិញខ្លួនទទួលយល់ថាយើងពិតជាសមជាមនុស្សម្នាក់ដែលគួរតែរាប់អាននិងធ្វើការជាមួយបានប្រកបដោយសេចក្តីសុខមែនចំណែកព្រះសង្ឃក៏មានវិន័យរបស់ទ្រង់ដែរគឺទ្រង់មានតួនាទីជាអ្នកទ្រទ្រង់ថែរក្សាការពារនៃព្រះពុទ្ធសាសនាឲ្យបានគង់វង្សវិន័យសង្ឃនៅក្នុងព្រះពុទ្ធសាសនាពិតជាមានច្រើនតែនៅទីនេះសូមលើកយកតែសីល10ដែលជាសីលពិសេសសម្រាប់បព្វជិតទាំងឡាយបដិបត្តិមកបង្ហាញតែប៉ុណ្ណោះទី1គឺបាណាតិបាតាហាមមិនឲ្យសម្លាប់ជីវិតមនុស្សសត្វទាំងឡាយមានន័យថាមិនត្រូវឲ្យបុគ្គលជាសង្ឃប៉ះពាល់ជីវិតគេដទៃឡើយរាប់តាំងពីសត្វល្អិតខ្លោចដែលមានជីវិតដោយដែលយើងបានឃើញជាក់ស្ដែងក្នុងសង្គមព្រោះសង្ឃគ្រប់អង្គមិនដែលសម្លាប់មនុស្សឬសត្វទេទ្រង់គោរពប្រកាន់ខ្ជាប់ខ្ជួនតាមយ៉ាងតឹងរឹងបំផុតទី2គឺអតិននាទានាវាចាស់ការលួចឆក់ប្លន់របស់ទ្រព្យសម្បត្តិអ្នកដទៃទាំងមានតម្លៃក្តីគ្មានតម្លៃក្តីដែលបានបង្ហាញថារបស់គេស្រឡាញ់ពេញចិត្តបើយើងទៅប៉ះពាល់លើរបស់គេនឹងក្តីក្រហល់ក្រហាយคล้ายជាបាបដល់ចិត្តជាហេតុមិនល្អបែបនេះហើយគេហាមមិនអោយសាមីជាសង្ឃលែងនៅអំពើនេះទី3អប្រមចរិយាវាចាកនៅការសេពមេថុនមានន័យថាហាមនៅការសេពកាមនេះជាការដាច់ខាតនៃច្បាប់សង្ឃដែលគួរវាចោលព្រោះអំពើនេះជាអំពើបាបនៃលោកីទី4មុសាវាតាហាមពោលពាក្យកុហកបំបែកបំបាក់អ្នកដទៃមិនឲ្យគេមានក្តីសុខធ្វើឲ្យព្រួតប្រាសពីបងប្អូនសាច់ញាតិគេជាដើមទី5សុរាមេរយមច្ចបមាតាឋានាហាមការសេពគ្រឿងស្រវឹងនិងគ្រឿងញៀនដែលជារបស់គ្រោះថ្នាក់ធ្វើឲ្យបាត់បង់នូវតម្លៃបំផ្លាញសុខភាពនិងបង្ហាញពីភាពអវិជ្ជាដែលព្រះសង្ឃត្រូវលះបង់ជាដាច់ខាតផងដែរទី6វិកាលភោជនីគឺវាចាកទទួលទានខុសកាលមានន័យថាភេទជាសង្ឃគឺឆាន់អាហារតែ2ពេលប៉ុណ្ណោះក្នុងមួយថ្ងៃព្រឹកនិងថ្ងៃត្រង់ហេតុនេះព្រះសង្ឃមិនមានអាហារពេលល្ងាចទេគឺមានតែភេសជ្ជៈសម្រាប់ទ្រទ្រង់ក្រពះទី7និច្ចគិតៈវាទិតៈវិស្វកដោសនាគឺហាមការរាំចម្រៀងសប្បាយលេងល្បែងកម្សាន្តផ្សេងព្រោះថារបស់ទាំងនេះសុទ្ធតែជាបាបនៃលោកីដែលធ្វើឲ្យមនុស្សឈានទៅរកអំពើបាបភាពអសន្តិសុខយ៉ាងនេះហើយសង្ឃត្រូវតែជៀសវាងយ៉ាងដាច់ខាតផងដែរទី8មាឡាកន្ធវិលេពណៈថារណៈមណ្ឌនវិភូតឋានាការវាចាកនៃការតុបតែងកាយដោយគ្រឿងក្រអូមគ្រឿងលាបផ្សេងវាគឺជាគ្រឿងទាក់ទាញនៅរបស់ផ្សេងជុំវិញទៅជាការកើតមាននៅចំណងដែលជាកិលេសសង្ឃគឺដាច់ខាតហាមមិនឲ្យប្រព្រឹត្តនៅរឿងទាំងនេះឡើយទី9ឧច្ចាសយៈមហាសយៈណា
វាចាកនៅទីសេនាសនៈខ្ពស់ហួសប្រមាណឲ្យខ្ពស់ជាងព្រះពុទ្ធអង្គដែលហាក់ដូចជាចង់លើកតម្កើងខ្លួនពេកនិងខកនៅវិន័យសង្ឃទី10ជាតរូបរចតបដិកហណាការវាចាកដោយការកាន់យករបស់មាសប្រាក់ទាំងឡាយដោយខ្លួនឯងឬប្រើអ្នកដទៃឲ្យទទួលកាន់យកហើយត្រេកអរចំពោះមាសនិងប្រាក់នោះសង្ឃទាំងឡាយត្រូវតែរក្សាដោយប្រពៃនៃសិក្ខាបទទាំង10ប្រការនេះកុំបីធ្វេសប្រហែសឡើយម្យ៉ាងវិញទៀតដើម្បីជួយឲ្យព្រះពុទ្ធសាសនាមានការរីកចម្រើនហើយវិន័យរបស់សង្ឃនៅតែគង់វង្សស្ថិតស្ថេរជានិរន្តរ័យនិងពុទ្ធបរិស័ទនៅតែមានជំនឿសង្រួមកាយវាចាចិត្តជ្រះថ្លាទៅលើសាសនាមួយនេះព្រះសង្ឃទាំងអង្គទាំងពួងត្រូវតែបដិញ្ញាចិត្តប្រកាន់ឲ្យបានខ្ជាប់ខ្ជួនបញ្ញត្តិទាំង10នេះព្រោះនេះគឺជាវិន័យដែលព្រះសម្មាសម្ពុទ្ធចែងឲ្យសាវកទាំងអស់អនុវត្តតាមបុគ្គលណាដែលបានបួសជាសង្ឃហើយគោរពទៅតាមពុទ្ធវចនៈរបស់សាសនាបានត្រឹមត្រូវបព្វជិតអង្គនោះនឹងមានកិត្តិយសកិត្តិស័ព្ទល្បីល្បាញថ្លៃថ្លារុងរឿងមានសិរីសួស្តីក្នុងពុទ្ធចក្រនិងអាណាចក្រទៅណាមកណាមានគេរាប់អានរាប់រកហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតគឺពេលដែលព្រះសង្ឃអង្គនោះលាចាកសិក្ខាបទទៅវិញត្រូវបានគេប្រសិទ្ធនាមឲ្យឈ្មោះថាបណ្ឌិតឬអន្តិតពិសេសជាងនេះទៅទៀតនៅចំនួនដើមផ្ទះណាដែលមានកូនក្រមុំតែងតែព្យាយាមលើកកូនស្រីខ្លួនឲ្យទៅជាគូគួបរបស់អន្តិតនោះព្រោះគេយល់ថាអ្នកអន្តិតជាមនុស្សមានចំណេះដឹងចេះដឹងច្រើនអាចផ្ដល់សេចក្តីសុខឲ្យកូនស្រីរបស់គេបានតែបើព្រះសង្ឃខ្លួនឯងបានល្មើសឬប្រព្រឹត្តខុសប្រឆាចពីវិន័យខាងលើនោះព្រះសង្ឃនឹងត្រូវទទួលទោសអបាត្រស្រាលឬទណ្ឌកម្ម10ហៅទៅណែនាំហើយប្រើឲ្យលុបលាងកំហុសដោយប្រើឲ្យធ្វើការងារលីសែងបោជុតកូដីជាដើមរួចនិមន្តឲ្យសើសាជាថ្មីទោសធ្ងន់ឬបរាជិតចាប់សឹកឬបណ្ដេញចេញពីវត្តទៅតាមប្រភេទកម្រិតនៃទោសដែលបានល្មើសជនប្រភេទនេះពេលស្លាប់ទៅគេមានទោសរាប់រយឆ្នាំនេះជាទណ្ឌកម្មសម្រាប់ផ្នែកពុទ្ធចក្រចំណែកឯទណ្ឌកម្មខាងផ្នែកអាណាចក្រវិញគឺត្រូវទទួលទោសទៅតាមច្បាប់របស់ប្រទេសការល្មើសនេះបានធ្វើឲ្យអាប់អោនកិត្តិយសព្រះពុទ្ធសាសនាពុទ្ធបរិស័ទលែងមានជំនឿលែងគោរពព្រះសង្ឃនិងមិនចង់ធ្វើបុណ្យទានសន្សំកុសលទៅមុខទៀតហើយធ្វើឲ្យសាសនាមានការធ្លាក់ចុះអន់ថយលែងមានមនុស្សរាប់អានតទៅទៀតជាក់ស្ដែងជនដែលល្មើសនឹងពុទ្ធវចនៈឬបញ្ញត្តិត្រូវមហាជនស្អប់ក្បឺមមិនឲ្យតម្លៃឈប់គោរពថាជាសាវករបស់ព្រះទៀតវាសនារបស់ពួកបព្វជិតទ្រុសេវទាំងនោះនឹងជួបនៅមហន្តរាយវិនាសដោយប្រការណាមួយមិនខានជួនកាលអាចឈានទៅដល់ការបាត់បង់ជីវិតដោយប្រការណាមួយទៀតផងជាទឹកតាំងនៅក្នុងស្នាដៃអក្សរសិល្បៈរឿងទុំទាវបានបង្ហាញពីជំនឿរបស់ប្រជាជនខ្មែរយ៉ាងមុតមមទៅលើព្រះពុទ្ធសាសនាប្រជាជនខ្មែរបានបញ្ជូនកូនប្រុសរបស់ពួកគេទៅបួសរៀននៅតាមទីវត្តអារាមមានវត្តវិហារធំជាដើមដែលមានតួអង្គពេជ្រនិងទុំជាតំណាងនៅតាមវត្តអារាមព្រះសង្ឃទាំងឡាយបានរៀនសូត្រនៅធម៌អាត្មាមន្តអាគមសិល្បកម្មគឺទុំសូត្រមន្តបន្ទន់ចិត្តនាងទាវសិល្បកម្មគឺទុំចេះធ្វើតោកសិល្បៈតន្ត្រីគឺទុំចេះស្មូតពេជ្រផ្លុំបៃជាដើមតែចង្រៃអ្វីទុំដែលជាសង្ឃបានប្រព្រឹត្តខុសរំលងសាសនាពោលបានលួចសឹកម្នាក់ឯងដោយពុំឆ្លងកាត់គ្រូឧបជាមិនត្រឹមតែប៉ុណ្ណោះទុំបានលួចទៅរួមរៈជាមួយនាងទាវដែលជាស្រីក្រមុំទៀតផងសកម្មភាពអវិជ្ជមានរបស់តួអង្គទុំបានរំលងនឹងពុទ្ធវចនៈគឺទុំបានប្រព្រឹត្តខុសនៅសិក្ខាបទទី3គឺវាចាកនៅការសេពមេធនទុំបានទៅលួចស្នេហាឬរួមរៈជាមួយនាងទាវទាំងខ្លួនមិនបានផ្សឹកត្រឹមត្រូវដោយអ្នកនិពន្ធចង់លើកតម្កើងព្រះពុទ្ធសាសនាអ្នកនិពន្ធបានឲ្យតួអង្គទុំស្លាប់បាត់បង់ជីវិតទៅតាមទុំយ៉ាងអណោចអាដាយពោលគឺទុំបានល្មើសនឹងប្រពៃណីយ៉ាងខ្លាំងដូច្នេះអ្នកនិពន្ធធ្វើការប្រមាណទៅលើនាងទាវនៃប្រាប់ដោយកុលធីតាខ្មែរគ្រប់រូបត្រូវតែគោរពទៅតាមក្បួនចរិយាទាំងនេះឲ្យបានល្អចំណែកឯនារីភេទវិញក៏ត្រូវមានចរិយាសម្បត្តិសម្រាប់ប្រកាន់នៅក្នុងខ្លួនផងដែរទើបคล้ายជានារីគ្រប់លក្ខទើបសមជានារីប្រពៃដែលជាត្រីការរបស់បុរសទាំងឡាយចង់បាននាងមកធ្វើជាគូក្រងសម្រាប់ជីវិតរបស់គេនារីបែបនេះត្រូវបានគេប្រសិទ្ធនាមថាបញ្ចពិធិកល្យានីឬស្រីល្អ5ប្រការ
នារី5ប្រការនេះរួមមានទី1លំអសក់គឺស្ត្រីចូលចិត្តរៀបចំតុបតែងវិញក្រងសក់លាបប្រេងឲ្យរលោងក្រអូមដើម្បីលើកសម្រស់និងសោភ័ណភាពរបស់នារីឬស្ត្រីឲ្យកាន់តែល្អប្រកបដោយការទាក់ទាញនិងចាប់អារម្មណ៍ពីមនុស្សទាំងឡាយទី2លំអសាច់គឺថែរក្សាសាច់ឲ្យល្អដោយស្ត្រីបច្ចុប្បន្នដែលចង់បានសាច់ល្អក៏ទៅត្រាំទឹកដោះគោរីឯនារីសម័យដើមបន្លំសាច់ដោយការចូលម្លប់ទី3លំអឆ្អឹងផ្ដោតទៅលើធ្មេញល្អធ្មេញត្រឹមទី4លំអសម្បួលស្បែកជាហេតុដែលទំនៀមទម្លាប់បុរាណបានឲ្យកូនស្រីចូលម្លប់តាំងពីពេលដែលនាងចាប់មានរដូវគ្រាដំបូងដើម្បីបង្ខំសម្បួលស្បែកឲ្យភ្លឺថ្លាផផង់ជាហេតុធ្វើឲ្យនារីចូលចិត្តពាក់អាវដៃវែងដើម្បីកុំឲ្យត្រូវកម្ដៅថ្ងៃ